ដោយសារតែទឹកអប់មនុស្សផងខ្ញុំអត់ចូលចិត្តនឹងវាអស់ហើយអញ្ចឹងខ្ញុំលើកទឹកអប់មនុស្សស្រីម្ដងនេះអ្នករាគ្នាទឹកអប់មនុស្សស្រីខ្ញុំអត់ចូលចិត្តខ្លាំងមែនតើហត់ដំបងគឺថាអូយតាំងពុលដោយសារតែក្លិននេះក៏ពុលមែនតើបងសម្រាប់ខ្ញុំណាអ្នករាគ្នាប៉ុន្តែក្លិននេះគឺថាសិក្សាគឺថាផ្អែមនេះចង់ទៅសម្រាប់ខ្ញុំអានេះក៏វារៀងចំណាស់ដែរហើយវាអត់ត្រូវ vibe ខ្ញុំសោះហ្មងចង់និយាយថាអាទឹកអប់ថ្លៃនេះខ្ញុំអត់ត្រូវមួយប៉ុន្តែខ្ញុំអត់ត្រូវជាមួយនឹងទឹកអប់នេះវិញឈ្មោះ Viva La Juicy Rose ទឹកអប់នេះធូរថ្លៃខ្លាំងមែនតើតម្លៃវាតែ55 100 ml ផ្អែម fruity លេផ្កាតិចតួចចូលនិយាយទៅទឹកអប់នេះគឺថាក្អប់ឈ្ងុយខ្លាំងមែនតើខ្ញុំ recommend មែនតើបងតែតាមខ្ញុំមើលអ្នកនរគ្នាដឹងតែបាញ់ហើយឈ្ងុយហ្មងហើយអត់សូវជន់ក្លិនទៀតទឹកអប់នេះខ្ញុំអត់ចូលចិត្តបន្ទាប់ណាស់អ្នកនរគ្នាល្បីមែនតើ Burberry Her Limited Edition ទឹកអប់នេះគឺថាខ្ញុំហត់ដំបងចូលចិត្តខ្លាំងណាពេលហត់យូរទៅវាលក្ខណៈថងឈឺក្បាលវាធ្ងន់ពេកខ្ញុំបាញ់យូរទៅវាធ្វើឲ្យខ្ញុំហ្នឹងអត់ស្រួលខ្លួនវាឈឺក្បាលបើមកអីចឹងទៅដោយសារតែខ្ញុំអត់ត្រូវជាមួយនឹងក្លិនធ្ងន់ពេកទេសម្រាប់បងណាចូលចិត្តក្លិនធ្ងន់ហើយភាយនេះផ្អែមភាយធ្ងន់បែប strawberry យកជាមួយនឹងនេះប៉ុន្តែខ្ញុំអត់ត្រូវទេទឹកអប់មនុស្សស្រីដែលខ្ញុំអត់ចូលចិត្តបន្ទាប់ទៀតហ្នឹងគឺ C Passion អ្នកនរគ្នាទឹកអប់នេះគឺថាគេល្បីក៏មិនណយដែរនៅប៉ៃអឺរ៉ុបអីចឹងណាហើយខ្ញុំមិនដំបងអូយចង់ដឹងថាក្លិនវាឈ្ងុយមិនដល់ពេលយកមកអត់ត្រូវក្លិនខ្ញុំសោះមានអារម្មណ៍ថាវារៀងក្លិនវាអីចឹងណាអ្នកនរគ្នាប៉ុន្តែទឹកអប់នេះមានគេចូលចិត្តច្រើនមែនតើប៉ុន្តែខ្ញុំចូលចិត្តជាមួយនឹង C Passion Intense វិញក្លិនវាក៏អបឈ្ងុយផ្អែមនិយាយទៅ the best ហ្មង better ជាងអានេះ100 ដងខ្ញុំនិយាយមែនចឹងខ្ញុំគិតថាទឹកអប់ដែលខ្ញុំអត់ចូលចិត្តហ្នឹងវាអស់ហើយដោយសារតែខ្ញុំហៅមើលម៉ាតូនេះហើយគឺថាអស់ហ្មងអ្នកនរគ្នាវាអត់មានក្លិនណាដែលខ្ញុំអត់ចូលចិត្តទៀតទេចឹងទឹកអប់ដែលខ្ញុំអត់ចូលចិត្តវាមានតែប៉ុណ្្នឹងហើយក៏លែងមានវគ្គ3ដែរមកចង់បានទឹកអប់ហ្នឹងនៅទិញបានធម្មតាខ្ញុំលក់ធម្មតាគ្រាន់ថាខ្ញុំអត់ចូលចិត្តចឹងខ្ញុំប្រាប់អ្នកនរគ្នាថាខ្ញុំអត់ចូលចិត្តចឹងហ្មងអូខេចឹងបើអ្នកគេចង់បានទឹកអប់ដែលខ្ញុំលើកឡើងមិញហ្នឹងទឹកអស់ហ្នឹងបើបងឯងទៅតង់ភ័ក្រអត់មែនណា